ra mới níកើតឡើងយូរដែរហើយប្រហែលជាជិត30ឆ្នាំមុនហើយជារឿងរ៉ាវរបស់លោកពូម្នាក់ឈ្មោះថាពូជៀបដែលពូជៀបកាលនោះក៏រស់នៅក្នុងតំបន់មួយដែលជាតំបន់ព្រៃភ្នំហើយក៏ជាតំបន់មួយដែលដាច់ស្រយាលដែរហើយអ្នកដែលនៅតំបន់ដែលពូជៀបនៅហ្នឹងណាភាគច្រើនគឺគាត់ប្រកបមុខរបរជាអ្នករកថ្នាំនៅក្នុងព្រៃអាប្រភេទថ្នាំរុក្ខជាតិថ្នាំបុរាណជាប្រភេទស្លឹកឈើឬក៏សំបកដើមឈើអីផ្សេងៗដែលអាចយកមកព្យាបាលជំងឺតាមបែបបុរាណបានណាគឺភាគច្រើនសឹងតែគ្រប់គ្នាអ្នកដែលនៅតំបន់ហ្នឹងណាតែងតែរកស៊ីបែបហ្នឹងហើយរួមទាំងពូជៀបក៏ដូចគ្នាទោះបីជាពូជៀបកាលនោះគាត់មានអាយុទៅតែ20ស្ដើងទេប៉ុន្តែគាត់ក៏ជាអ្នកចូលព្រៃរកថ្នាំដូចគ្នាដោយសារតែពូជៀបគាត់ថានៅក្នុងតំបន់ហ្នឹងអត់សូវជាមានជំរើសអីយើងរើសច្រើនទេបើមិនរកស៊ីខាងហ្នឹងមិនដឹងជាទៅរកស៊ីអីទេអញ្ចឹងក៏ម្នាក់រកតាមគ្នាណាហើយពូជៀបគាត់ថាគាត់ចូលព្រៃរកថ្នាំទាំងអស់ហ្នឹងបានរយៈពេលប្រហែលជា3ទៅ4ឆ្នាំហើយគាត់ចូលរកដងក៏មិនមែនចូលតែឯងដែរគឺគាត់ចូលជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយរកបានអញ្ចឹងទៅក៏យកទៅលក់បានក៏ចែកលុយគ្នាអញ្ចឹងទៅប៉ុន្តែពូជៀបគាត់ថាដំបងឡើយពេលដែលគាត់ចូលទៅរកថ្នាំនៅក្នុងព្រៃគាត់ថាភាគច្រើនគឺគាត់រកបានប៉ុន្តែមួយរយៈក្រោយៗនេះគាត់ថារកមិនសូវបានទេដោយសារតែមានអ្នកដែលគាត់ចូលទៅរកថ្នាំនឹងច្រើនណាហើយពេលខ្លះទៀតមានអ្នកមកពីខាងក្រៅភូមិគាត់មកចូលព្រៃតំបន់ដែលពូជៀបនៅនឹងទៀតដល់ពេលចឹងទៅធ្វើឲ្យពូជៀបឬក៏អ្នកដែលនៅក្នុងតំបន់ហ្នឹងគាត់ពិបាករកថ្នាំមែនទែនគឺដូចថាវាមិនសូវសម្បូរដូចពីមុនចឹងណាហើយពូជៀបគាត់ថាអាបញ្ហាហ្នឹងគឺជាបញ្ហាធំមែនទែនពីព្រោះអ្នកដែលនៅតំបន់គាត់ហ្នឹងគឺរស់ដោយសារចូលព្រៃរកថ្នាំតែដល់ពេលមានអ្នកក្រៅភូមិចូលមកយកថ្នាំចូលមករកថ្នាំអញ្ចឹងវាមិនខុសពីការចូលមកលួចទេទោះបីជាអាទាំងអស់ហ្នឹងវាគឺជារបស់ធម្មជាតិអ្នកបង្កើតមកពិតមែនប៉ុន្តែវាគឺជាតំបន់ពួកគាត់នៅហើយដល់ពេលអ្នកក្រៅចូលមកអញ្ចឹងទៅពួកគាត់អារម្មណ៍អត់ល្អទេហើយមានអ្នកខ្លះទៀតដល់ថ្នាក់វាយគ្នាដេញសម្លាប់គ្នាក៏មានដែរអារឿងចូលមករកថ្នាំខុសតំបន់ខុសទីកន្លែងអញ្ចឹងណាអញ្ចឹងឆ្លោះគ្នាបញ្ហាធំដុំមែនតើហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យពូជៀបជាមួយនឹងមិត្តភ័ក្តិគាត់ណាពេលដែលចូលព្រៃរកថ្នាំម្ដងគឺគាត់ត្រូវចូលព្រៃកាន់តែជ្រៅទៅពីព្រោះចូលអាកន្លែងរាក់ឬក៏ល្មមហ្នឹងគឺគេរកអស់ហើយអញ្ចឹងគាត់ត្រូវតែចូលទៅព្រៃដែលរៀងជ្រៅបន្តិចអាកន្លែងដែលគេមិនសូវទៅអញ្ចឹងណាតែដល់ពេលរកយូរអាកន្លែងព្រៃជ្រៅដែលគាត់ទៅរកហ្នឹងក៏វាអស់ទៀតអញ្ចឹងវាតម្រូវឲ្យគាត់ហ្នឹងចូលព្រៃកាន់តែជ្រៅឬក៏ចូលទៅកន្លែងណាផ្សេងដែលគេមិនតាន់ទៅអញ្ចឹងគាត់ត្រូវស្វែងរកកន្លែងថ្មីរហូតដល់ពេលមួយដែលពូជៀបជាមួយនឹងមិត្តភ័ក្តិគាត់ម្នាក់ឈ្មោះថាពូវ៉ាន់ពូជៀបហើយនឹងពូវ៉ាន់ពីរនាក់គាត់ហ្នឹងមានកម្រងថាចង់ចូលទៅក្នុងព្រៃជ្រៅដើម្បីរកថ្នាំយកមកលក់ប៉ុន្តែពីរនាក់គាត់ថាបើសិនជាចូលតែពីរនាក់ហ្នឹងគាត់អត់ហ៊ានចូលទេខ្លាចមានរឿងអីកើតឡើងឬក៏ជួបខ្មោចព្រាយបិសាចអីផ្សេងអញ្ចឹងណាពីរនាក់គាត់អត់ដឹងចាត់ការមិនទេតាំងពីចេះចូលព្រៃរកថ្នាំមកពីរនាក់គាត់មិនដែលជួបខ្មោចមិនដែលជួបរឿងមន្តអាគមអីផ្សេងទេដល់ពេលអញ្ចឹងទៅពីរនាក់គាត់រៀងអញើតណាហើយដល់ពេលរៀងអញើតអញ្ចឹងពីរនាក់គាត់ក៏ទៅបបួលលោកតាម្នាក់ដែលនៅក្នុងភូមិគាត់ហ្នឹងនៅរៀងឆ្ងាយបន្តិចគឺមានលោកតាម្នាក់ឈ្មោះថាតាសឿនហើយតាសឿនហ្នឹងគាត់គឺជាអ្នកចូលព្រៃរកថ្នាំតាំងពីក្មេងមកគាត់រកតាំងពីក្មេងរហូតដល់អាយុ60ជាងហ្នឹងក៏គាត់នៅតែចូលព្រៃរកថ្នាំដែរហើយតាសឿនហ្នឹងទោះបីជាពូជៀបគាត់មិនដែលចូលព្រៃទៅរកថ្នាំជាមួយពិតមែនប៉ុន្តែពូជៀបគាត់ស្គាល់គាត់ដឹងពីកេរ្តិ៍ឈ្មោះរបស់តាសឿនគឺតាសឿនហ្នឹងគាត់ជាមនុស្សដែលធ្លាប់រៀនមន្តអាគមប៉ុន្តែគាត់មិនមែនគ្រូមន្តអាគមទេណាគាត់ថាគាត់ធ្លាប់រៀនគាត់ធ្លាប់បួសដល់ពេលអញ្ចឹងទៅគាត់មានវិជ្ជាមានអីក្នុងខ្លួនហើយពូជៀបជាមួយនឹងពូវ៉ាន់ហ្នឹងចង់បបួលតាសឿនចូលព្រៃជាមួយពួកគាត់ហើយពីរនាក់គាត់ក៏ដើរទៅផ្ទះតាសឿនទៅដើររៀងឆ្ងាយដែរណាហើយពេលដែលគាត់ដើរទៅដល់ហ្នឹងគឺវាសំណាងមែនតើដែលពេលដែលគាត់ចង់ទៅបបួលតាសឿនចូលទៅក្នុងព្រៃតាសឿនពេលហ្នឹងគាត់ក៏បំរុងចូលទៅក្នុងព្រៃដូចគ្នានិយាយទៅចំពេលចំវេលាពីព្រោះតាសឿនគាត់ក៏អស់ថ្នាំបុរាណរបស់គាត់ដែរអញ្ចឹងគាត់ត្រូវចូលព្រៃទៅរកហើយដល់ពេលពូជៀបពូវ៉ាន់ទៅបបួលអញ្ចឹងទៅតាសឿនក៏អូខេហ្មងអត់មានពិបាកនិយាយគ្នាច្រើនទេប៉ុន្តែមុនពេលដែលចូលទៅក្នុងព្រៃជ្រៅដើម្បីរកថ្នាំតាសឿនហ្នឹងគាត់ដាស់តឿនគាត់ណែនាំសិនណាគាត់ថាពេលដែលចូលទៅក្នុងព្រៃជ្រៅដើម្បីរកថ្នាំបុរាណគឺយើងចូលទៅហ្នឹងយើងរកតែថ្នាំទេហាមប្រមាញ់សត្វដាច់ខាតពីព្រោះតាសឿនគាត់ប្រាប់ថាពេលដែលគាត់ចូលទៅក្នុងព្រៃរកថ្នាំគាត់បានធ្វើពិធីហើយគាត់សុំម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃម្ចាស់ភ្នំហ្នឹងថាគាត់ចូលទៅដើម្បីរកថ្នាំអញ្ចឹងបើសិនជាយើងហ៊ានតែប្រមាញ់សត្វណាមួយក្បាលគឺមានន័យថាយើងក្បត់ពាក្យសម្ដីមានន័យថាយើងអត់គោរពព្រៃ
អញ្ចឹងតាសឿនគាត់ហាមមែនតើហាមហើយហាមទៀតថាហាមបំមាញ់សัตว์ចូលទៅហ្នឹងគឺរកតែថ្នាំទេអាហ្នឹងគឺជាចំណុចទី1ហើយចំណុចមួយទៀតតាសឿនគាត់ថានៅក្នុងព្រៃជ្រៅមិនមែនដូចនៅក្នុងព្រៃដែលពូជៀបជាមួយនឹងពវ័នចូលទៅជាប្រចាំទេកន្លែងដែលពូជៀបនិងពវ័នចូលជាប្រចាំហ្នឹងអាហ្នឹងគេហៅថាព្រៃរាក់រាក់ព្រៃធម្មតាប៉ុន្តែនៅក្នុងព្រៃជ្រៅបើសិនជាយើងមាត់មិនល្អដែលភាសាសាមញ្ញគេហៅថាមាត់ចង្រៃហ្នឹងណាបើសិនជាយើងមាត់ចង្រៃហ្នឹងពេលខ្លះយើងអត់អាចចេញពីព្រៃហ្នឹងក៏ថាបានដែរយើងអាចនឹងវង្វេងឬក៏ពេលខ្លះទៀតអាចបាត់បង់ដល់ជីវិតក៏ថាបានដែរអញ្ចឹងតើសឿនគាត់ណែនាំហើយណែនាំទៀតលក្ខណៈដូចពមៀនអញ្ចឹងណាហើយពូជៀបជាមួយនឹងពវ័នពេលហ្នឹងគាត់មិនសូវជឿប្រហែលទេនិយាយទៅគាត់ក៏ជាអ្នកចូលព្រៃរកថ្នាំដែរហើយគាត់មិនដែលលឺអីដូចថាគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹងដល់ពេលអញ្ចឹងទៅគាត់មិនសូវជាជឿអីប្រហែលទេតែពូជៀបគាត់ក៏មិនប្រមាទដែរណាគាត់ចេះតែបាតតាមហ្នឹងទៅហើយបាន3នាក់គាត់រៀបចំអាវ៉ាន់រៀបចំស្បៀងទុកយកទៅហូបហើយពួកគាត់ទាំង3នាក់មានកាភ្លើងម្នាក់ម្ដងដែលជាកាភ្លើងកែច្នៃហើយ3នាក់គាត់នឹងរៀបចំអាវ៉ាន់អស់ហើយបាននាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃហើយថ្ងៃដំបូងដែលគាត់ដើរចូលទៅគឺគ្មានបានរកថ្នាំអីទេពីព្រោះថ្ងៃដំបូងហ្នឹងគឺជាថ្ងៃដែលត្រូវធ្វើដំណើរតាមមុខគត់អញ្ចឹងថ្ងៃដំបូងហ្នឹងអត់មានធ្វើអីទេគាត់ទៅពីដើរហ្នឹងហើយពូជៀបគាត់ថាដើរតាំងពីព្រឹករហូតដល់ម៉ោង5 6ល្ងាចដែលម៉ោង5 6ល្ងាចហ្នឹងគឺមេឃចាប់ផ្ដើមងឹតទេណាហើយអាពេលដែលមេឃចាប់ផ្ដើមងឹតហ្នឹងបានតាសឿនគាត់ប្រាប់ឲ្យពូជៀបជាមួយនឹងពវ័នរកកន្លែងសម្រាកគាត់ថាពេលកំពុងដើរហ្នឹងបើសិនជាឃើញលាអាងភ្នំឬក៏ឃើញដីទួលឬក៏ដីវាលឬក៏ដុំថ្មណាធំក៏ដោយឃើញកន្លែងណាល្អយើងទៅគេងកន្លែងនោះហើយពូជៀបក៏បាតតាមហ្នឹងទៅដើរបដើមើលបដើហើយពូជៀបគាត់ថាដើរមើលទៅវិញទៅមកគ្មានឃើញរូងភ្នំគ្មានឃើញថ្មគ្មានឃើញអីទេគឺឃើញតែដីមួយកន្លែងដែលវាលមិនសូវជាមានព្រៃឈើអីធំច្រើនទេហើយ3នាក់គាត់ហ្នឹងក៏ដើរសំដៅទៅអាកន្លែងដីវាលមួយកន្លែងនោះប៉ុន្តែពេលដែលដើរទៅដល់តាសឿនណាគាត់នៅដើរមើលសិនគាត់ដើរមើលជុំវិញម្ដុំហ្នឹងហើយតាសឿនគាត់ដើរមើលហ្នឹងគឺគាត់ដើរមើលដានជើងគាត់ដើរមើលឃើញលោកឃើញដានជើងសត្វឬក៏អ្វីដែលវាគ្រោះថ្នាក់អញ្ចឹងណាអញ្ចឹងតាសឿនគាត់ដើរមើលមកជុំហើយបានឲ្យពូជៀបជាមួយនឹងពវ័នហ្នឹងរៀបចំកន្លែងដើម្បីគេងនៅហ្នឹងតែអំឡុងពេលដែលពួកគាត់រៀបចំកន្លែងហ្នឹងបានតាសឿនគាត់ចាប់ផ្ដើមបង្កាត់ភ្លើងនិយាយទៅបរិយាកាសដោយរបៀបអ្នកតបោះតង់គេងនៅក្នុងព្រៃអញ្ចឹងណាតែគាត់ថាពេលហ្នឹងពួកគាត់អត់មានតង់ទេគឺគេងនៅដីគេងផ្អែកមែកឈើមែកអីចឹងទៅកាលសម័យហ្នឹងគឺអញ្ចឹងតែយើងស្ដាប់រឿងច្រើនភាគច្រើនអ្នកដែលចូលទៅក្នុងព្រៃជ្រៅគាត់តែងតែគេងនៅលើដើមឈើមែនទេដើម្បីការពារខ្លាឬក៏សត្វកំណាចផ្សេងប៉ុន្តែតាសឿនគាត់អត់ទេគាត់គេងនៅក្រោមនិយាយទៅតាសឿនប្រហែលជាគាត់ដឹងគាត់ចូលព្រៃជ្រៅញឹកញាប់អញ្ចឹងតាសឿនគាត់ដឹងថាតំបន់ហ្នឹងប្រហែលជាគ្មានខ្លាឬក៏សត្វកំណាចអីទេអញ្ចឹងហើយបានតាសឿនគាត់ឲ្យគេងនៅក្រោមហ្នឹងទៅវាមិនអីទេហើយពួកគាត់ពេលដែលរៀបចំហើយក៏ចាប់ផ្ដើមញ៉ាំអាហារដែលគាត់យកមកហ្នឹងហើយញ៉ាំអីហើយមកសន្ទុះបានរៀបចំគេងប៉ុន្តែពេលដែលពួកគាត់កំពុងតែរៀបចំគេងហ្នឹងពេលហ្នឹងពូវ័នគាត់ឈឺបត់ជើងតូចហើយគាត់ក៏ដើរទៅបត់ជើងតូចទៅហើយពេលដែលគាត់ដើរទៅហ្នឹងគាត់យកកាភ្លើងទៅជាមួយហើយពេលហ្នឹងពូជៀបជាមួយនឹងពូសឿនគាត់អង្គុយនៅកន្លែងភ្នក់ភ្លើងហើយពូជៀបគាត់ថាអង្គុយនៅកន្លែងភ្នក់ភ្លើងកំពុងតែនិយាយជាមួយតាសឿនសុកស្រាប់តែឮសំឡេងកាភ្លើងពូវ័នហ្នឹងគាត់បាញ់មកគ្រាប់ផាំងហើយដល់ពេលគាត់បាញ់ចឹងហើយតាសឿនរត់ទៅរកពូវ័នភ្លាមហើយដល់ពេលរត់ទៅដល់បានពូវ័នគាត់ថាមុនហ្នឹងពេលដែលគាត់ឈរបត់ជើងតូចគាត់ឃើញស្អីមួយយ៉ាងនៅក្នុងគុម្ពព្រៃហើយពូវ័នគាត់ថាគាត់ឃើញអត់ច្បាស់ទេគាត់គ្រាន់តែឃើញអ្វីមួយយ៉ាងវាអង្គើហើយឃើញសម្ោខ្មៅអីទិញទួយចឹងណានិយាយទៅមើលអត់ច្បាស់ដល់ពេលចឹងទៅពូវ័នគាត់ក៏ដកកាភ្លើងមកបាញ់ប៉ុន្តែពេលដែលគាត់បាញ់គាត់អត់បានតម្រង់ទៅកន្លែងដែលគាត់ឃើញនឹងទេពូវ័នគាត់បាញ់ឡើងទៅលើមេឃនិយាយទៅពូវ័នលក្ខណៈថាគាត់បាញ់ឲ្យរត់បាញ់ឲ្យផ្អើលចឹងណាគាត់អត់មានបំណងចង់សម្លាប់ទេប៉ុន្តែតាសឿនពេលដែលគាត់លឺចឹងហើយតាសឿនគាត់បដូរទឹកមុខហ្មងនិយាយទៅតាសឿនគាត់ខឹងមែនតើហើយគាត់ស្រែកទៅពូវ័នគាត់ថាថ្ងៃក្រោយបើសិនជាមានរឿងអីត្រូវតែប្រាប់គាត់មុនអត់មានរឿងចេះតែបាញ់ផ្ដេសផ្ដាស់ចឹងទេហើយពេលនោះពូវ័នដូចថាគាត់តមាត់គាត់ថាឲ្យចុះបើអ្វីដែលគាត់ឃើញហ្នឹងវាជាខ្លាវាហោះមកខាំគាត់ធ្វើម៉េចគាត់មិនត្រូវបាញ់គាត់មិនត្រូវការពារខ្លួនតែតាសឿនហ្នឹងដូចដើមហើយតាសឿនគាត់សម្ដីមិនសូវប្រុសគាត់និយាយលក្ខណៈស្រែកចឹងណាគាត់ថាអញឲ្យស្ដាប់តាមអញឲ្យបាញ់ចាំបាញ់កុំចេះតែបាញ់ផ្ដេសផ្ដាស់និយាយទៅតាសឿនវិន័យគាត់គឺតឹងរឹងមែនទែនគាត់ហាមបាញ់គឺត្រូវតែកុំបាញ់ហើយពេលហ្នឹងពូជៀបបានត្រឹមតែឈរមើលណាដូចថាតាសឿនជាមួយនឹងពូវ័នគាត់ចង់ឆ្លោះគ្នាតែដល់ពេលនិយាយមកសន្ទុះទៅ
bạn bay nè quạt nữa đào sầm đào mau cả lãnh nụ phèn vịnh pe đã đào mau nụ phèn nữa bạn ta sướng quạt chập đám thông khẩn hay pe đã ta sướng quạt thông khẩn quạt sải xuaปูchia hay năngปูhoàn quạt sải xua thaปูไอmiền thông khẩn ai ọt hayปูchia quạt tha từ bốn lao á quạt ăn miền ban khẩn ai tệ còn tại khoản đã ta sướng nữa xua ban mà phê đó sẽ ta miền khẩn che mau mong hay khẩn đã che mau nữa quạt tha sôi mình tên sôi đôi là biết khẩn sạ sọp chẳng áกูสวยหลังพี่มาหมองไปเด็กคลันสวยเจ้ามาอ่ะบ้านตาซื้อนะกอดตรอโอกอดรอโอนึกใบกับใบกับหลายก้อนนึกนะยอมมาบ่โจลพนุเพลิงดำใบอ่อยเพลิงนึกวิกันแต่แช่วิกันแต่เพลือไปเด็กเพลิงกันแต่แช่กันแต่เพลือนึกอ่ะบ้านตาซื้อนะกอดจับปลาอมยอไว้มาอย่างใจปีขนมกระโบบอกกอดกระโบขนาดอ่ะกอดสปีกระโบขนาดนึกอ่ะไอ้กอดลูกใดใจปีกระโบบอกกอดมาไอ้กอดโซดไอ้มาอย่างมันดังเตะไอ้บ้านกอดยอใดได้กอดโซดหมดนึกอ่ะโยมเอาเบี้ยเนยกับมากับเพลิงบ่ปูหวานให้จมูกนังปูจีบใจตัวดูเบี้ยมันกุมไอ้มาอย่างเนยกับน้องกับเพลิงอ่ะไอ้เราไปกอดเบี้ยกอดเลียบหอยบานตาซื้อนั่งกอดแผลปูจีบนังปูหวานทาบ่าวสันจีเคยไอ้มาอ่ะบังตือเคยไอ้กระดาษบังสันตือไอ้ตาซื้อกอดประเจาะทาตัวใบจีบบังมันโจลบังมันถือกอดถือแต่บังสันได้อย่างน้าก็อาช่วยบ้านมาเกลียได้อันนั้นเอาไว้ได้ตาซื้อใหญ่เมาไอ้ปูจีบกอดลือจังกอดมันชงปีพวกมุนนั่งอ่ะห้ามปีเนี่ยกอดกลมเอาบังประเดี๋ยวประปนตาเลยเนี่ยตาซื้อกันทาเคยไอ้หมอบังตือเราไปจึงตัวยืงmình đôi thay chong lắm mày nàyปนตาหำลงไปแต่ปูกอดใหญ่ขึ้นนั่งอ่ะเสียบตามีนใส่มาย่างมันดังทีวีรถมารอปูกอดให้ไปได้รถเมานั่งอ่ะคือเลื่อนเหมือนกันไอ้กอดรถเมานั่งคือรถสำนักแต่รอปูวันให้ปูเชียบกอดทาเอาไว้ได้กอดเคยรถเมานั่งอ่ะกอดเคยมันเซอร์จะบาเปิดแมนปนตายรูกเรียงสมาวขมาได้กอดเคยเนี่ยกอดทัดđối mà nước chân còn đất còn ta tha à sầm máu mà nước để rốt máu nữa á vi rốt trường buồn vi rốt thở trường phóng thở đầy phong hay vi rốt sầm đái từ đâu bù hoàn còn ta sầm náng á để pe nướng bù vón quạt lươn đai quạt là ha đai á quạt còn ta khơi à sầm máu khmai rốt máu nữa á bù vón quạt lươnกับlươn quạt banh từ mỏng hay quạt banh nó quạt banh trời tiệt banh lòng phăng à sầm máu khmai nó vi lòng đặt ngà từ khỏi hay pe để đặt ngà từ khỏi ban vi rốt trôi từ không pray vịnh hay à pe để vi rốt trôi từ không pray vịnh nữa áวิเศษเปียมาเคลียจังเมาถาอันหนังสีผู้หายบ้านวิเศษเมาจังอะให้สำเร็จได้เศษนั่งอะคือจีสำเร็จมันนุ่มมาโรยเพียรอยสำเร็จด้วยระเบียบมันนึกใจด่ายื่งมันนึกเศษด่ายื่งจังคนใต้ปูเจี๊ยบประเจ้าให้ประเจ้าติดรูกเรียงได้กอดคืนวิอัดเมียนรูกเรียงวิอัดเมียนมุกมอดจะบ้าลอเต้วิคือจีสมอลขมาได้ยื่งมือตั้งดังอะทางวิจีสมอลมันนุ่มวิคือจีรูกเรียงมันนุ่มcòn ta ao mơ khơi mót khơi chấm mót khơi ấy cứ ăn miên thì vậy nghĩ tới bờ prep thiệp ở sổ vô lá cứ đôi là bếp say nhá say khmai để vi ho màu chẳng nè còn ta say khmai nữa vi rú riêng mình nữa ấy vi trường buồn nó ở đây để bộ quạt khơi ấy còn là khơi chẳng liếm ta chia á quạt thà giúp nó dương kê lại bà này dương thử ta thiểm luôn thử tàng cùi thử ta cho thử ta diêm bị bộ sầm máu khmai đại bù quán banh môn nữaตาซื้อกอดแผลทาวีมันจับทำนังเตวีนังเมามาดองติดไอ้เราไปปูชีปูวันลือจังบางวันเกิดมือมีนปีน้าเกยรู้มันแน่พอยมันเต้นไอ้ได้จูบึงจังจังไอ้นะเราไปจังตั้งกุยกันกับเรื่องจวบโดยทายืมหายเมาไปนะบางใหญ่ไปหนึ่งไอ้ปูชีกอดทาโดยจะไว้ได้ตาซื้อใจเปิดแมนกอดทาก้อนกุยยืมกับไหลนึงอ่ะบ้านป่าให้เฉียกับล่าเมาแต่หมกเสียบตาลือสำเร็จใส่มาอย่างทีรถเมาให้สำเร็จได้กอดเลือcứเงี้ยไงเหมือนเต้นลือด้วยระเบียบรถพองโลดพองจังนะให้ผู้เชี่ยวกอดขอน่ะลือหอยกอดเงี้ยกอตะมือกอดท่ากอดเคยสมาวขมายหมดนั่งอะวิรถเมาเปิดแมนปนใต้เมาเลิกนั่งอะมันแมนเมาแต่มวยเตกอดท่ากอดเคยจัดดอกยัยแต่มวยมนนั่งอะวิแต่ให้เคลียร์วิเมาอะเลิกนั่งอะผู้เชี่ยวทักเคยจองดับปนใต้ไปแต่เคยนั่งวิมันต้นรถมารอผู้กอดเตโดยท่าต่างดับเนี่ยนั่งอะวิกับโป่งไตรถแต่วิ่งแต่เมาเนื้อกระไหลกุมเผยนั่งอะให้ปูเชียบกอดทำมือtới đôi pha chăng vì lót tới vinh tầm màu vậy tới đôi là bếp bia của bông tầmมือปูquạt chăng nè hay bia bồng rong đừng phơi em dạng chăng từ hay ta sướng quạt khơi chăng quạt ở trăm du thì quạt aoปูเชียบchỉ muốn nângปูvón nữa á do gặp lớn banh mỏng từ vậy tới banh ở virus còn ao virus nhai phơi dương phay phơi dương bắt bong sợi tệ chăng nè chăng ta sướng ao banh mỏng từ hayปูเชียบchỉ muốn nângปูvón nó co do gặp lớn banh tới hay ta sướng nó có banh đôi kia vậy tớiกับเพลิงปูกอดไปน้องอะมันแม่นกับเพลิงธรรมดาทีvì tới chỉกับเพลิงอะกุ้มไหมนะโดยซาแต่มนนั้นแต่เสื่อนกอดโซนมนอะกุ้มเอ็มยางอ๋อเราไปจนtớiปูเชียบกอดทาไปแต่กอดมันมันนุขมายถึงเอานั่งอะ
វាខ្លាចពិតមែនវាដូចថាវាលោតគិចហើយអាខ្លះទៅក៏រត់ទៅក្រោយវិញទៅតែវារត់ទៅក្រោយមកសតុវាក៏រត់មកវិញនិយាយទៅវាអត់ទៅណាទេវាទៅវិញទៅមកទៅវិញទៅមកតែអំឡុងពេលដែលពួកគាត់បាញ់ហ្នឹងណាតាសឿនណាគាត់ស្រែកប្រាប់ឲ្យពូជៀបជាមួយនឹងពូវ័នហ្នឹងបាញ់សិនទៅលក្ខណៈថាបាញ់ការពារកុំឲ្យវាចូលមកណាប៉ុន្តែបច្ចៈណាបងប្អូនមិនមែនបាញ់ដូចធ្វើសង្គ្រាមទេណាបាញ់មកក្របទេនិយាយទៅបាញ់ពមៀនកុំឲ្យវាចូលមកមិនមែនលឺបាញ់ហ្នឹងដូចបាញ់សង្គ្រាមធ្វើសង្គ្រាមបាញ់រះយកមិនមែនទេវាមិនមែនដល់ថ្នាក់ហ្នឹងទេបាញ់មកក្របឲ្យវាផ្អើលណាហើយបានតាសឿនគាត់លូកដៃចូលទៅក្នុងកាបូបរបស់គាត់ហើយពេលដែលគាត់លូកចូលហើយដកដៃចេញមកវិញស្រាប់តែពេលហ្នឹងអ្វីដែលពូជៀបឃើញណាគឺតាសឿនគាត់ដករូបកបីប៉ុន្តែកបីហ្នឹងមិនដឹងជាធ្វើពីអីទេវាអាចធ្វើពីឈើឬក៏ធ្វើពីកមួនឬក៏អីយ៉ាងមិនដឹងទេគាត់តែដឹងថាវាខ្មៅហើយអាឡងហើយកបីដែលតាសឿនដកមកហ្នឹងមានចាយ័នចាអីនៅលើហ្នឹងទៀតហើយតាសឿនគាត់ដកចម្លាក់កបីមួយហ្នឹងចេញមកហើយតាសឿនគាត់សូត្រមន្តអាគមរបស់គាត់មកសទុះទៅបានគាត់និយាយពាក្យមកឃ្លាចេញមកថាជួយចាត់ការវាឲ្យតិចកូនតាសឿនគាត់និយាយពាក្យហ្នឹងហើយដល់ពេលគាត់និយាយហើយគាត់គប់អារូបចម្លាក់កបីមួយហ្នឹងទៅកាន់អាកន្លែងវងមនុស្សខ្មៅដែលនៅគុំព្រៃហ្នឹងគាត់គប់ចោលទៅអញ្ចឹងហ្មងហើយអាពេលដែលគាត់គប់ទៅហ្នឹងអាកន្លែងហ្នឹងបងប្អូនអភិនិហាមែនតើសម្រាប់ពូជៀបគាត់ថាគាត់មិនដែលឃើញបែបហ្នឹងទេគាត់ថាអារូបចម្លាក់កបីដែលតាសឿនគប់ទៅហ្នឹងគឺគ្រាន់តែតាសឿនគប់ទៅវឹបគាត់ថាគាត់ឃើញសមោលកបីសមោលខ្មៅធំមែនតើហើយអាសមោលកបីមួយហ្នឹងវាកំពុងតែដេញជលមនុស្សដែលនៅក្នុងព្រៃហ្នឹងអាមនុស្សសមោលខ្មៅ10នាក់ហ្នឹងគឺកបីមួយហ្នឹងវាកំពុងតែដេញជលអានេះបើនិយាយឲ្យងាយយល់គឺតាសឿនគាត់គប់កបីហ្នឹងដើម្បីឲ្យទៅចាត់ការអាពួកទាំងអស់ហ្នឹងអា10នាក់ដែលលោតនៅក្នុងព្រៃហ្នឹងហើយគឺវាអញ្ចឹងពិតមែនអាកបីមួយហ្នឹងគឺដេញជលហ្មងដេញជលយកប៉ុន្តែគ្មានសម្លេងអីទេក្រៅពីសម្លេងមនុស្សស្រែកដោយរបៀបពួកអាអស់ហ្នឹងវាត្រូវកបីជលហើយវាស្រែកប៉ុន្តែបើអាសម្លេងកបីរត់កបីជលកបីអីហ្នឹងគឺអត់មានសម្លេងអីទាំងអស់ឮតែសម្លេងមនុស្សស្រែកទេវាស្រែកដូចរបៀបឈឺចាប់ណាស់អញ្ចឹងទៅហើយបានអាពេលដែលកបីកំពុងតែដេញជលពួកហ្នឹងបានតាសឿនគាត់ស្រែកឲ្យពូជៀបជាមួយនឹងពូវ័នឲ្យរៀបចំអាវ៉ាន់ហើយរៀបចំអាវ៉ាន់ហ្នឹងគឺយកតែអាវ៉ាន់ណាដែលចាំបាច់ទេពីព្រោះកន្លែងហ្នឹងនៅលែងកើតហើយបើយកអាវ៉ាន់ទៅច្រើនក៏ខ្លាចរត់មិនរួចអញ្ចឹងយកអាណាដែលចាំបាច់ហើយពូជៀបនិងពូវ័នគាត់ក៏បញ្ញាប់រើអាវ៉ាន់របស់គាត់មកសតុះទៅបានពួកគាត់នាំគ្នារត់ចេញពីកន្លែងហ្នឹងប៉ុន្តែពូជៀបពេលដែលគាត់រត់ចេញមកហ្នឹងគាត់ថារត់ចេញបានតែ2-3ជំហានទេគាត់ដូចមិនអស់ចិត្តគាត់ក៏ងាកទៅក្រោយមើលអាកបីដែលកំពុងតែដេញជលសមោលខ្មៅហ្នឹងគាត់ថាពេលដែលគាត់ងាកទៅមើលហ្នឹងគាត់ឃើញកបីរបស់តាសឿនដែលគប់ទៅមុនហ្នឹងវាលែងខ្លាំងខ្លាដូចដំបងហើយអាពេលដំបងគប់ទៅគឺសាហាវមែនតើដេញជលយកប៉ុន្តែក្រោយហ្នឹងពូជៀបគាត់ថាអាកបីមួយហ្នឹងវាទៅជាដូចរបៀបអស់កម្លាំងហើយអាពួកសមោលមនុស្សខ្មៅទាំង10ហ្នឹងវាកំពុងតែខំកបីមួយហ្នឹងនិយាយទៅវាខំវាកាច់ដៃកាច់ជើងរហូតតតែកបីមួយហ្នឹងដេកនឹងដីហើយគ្រាន់តែកបីហ្នឹងវាដួលរលំទៅក្រោមទៅស្រាប់តែអាសមោលខ្មៅដែលជារូបរាងកបីហ្នឹងវាលាយបាត់ទៅនិយាយទៅរឿងនេះរៀងសាហាវតិចណាបងប្អូនណាស្ដាប់ដោយប្រើវិចារណញ្ញាណណាគឺវាដូចរបៀបមន្តអាគមដូចរបៀបអីម្យ៉ាងវាកំពុងតែវាយគ្នាអញ្ចឹងណាហើយពូជៀបគាត់ថាគ្រាន់តែកបីមួយហ្នឹងវាលំទៅបាត់វាលាយទៅបាត់ទៅអាសមោលមនុស្សទាំង10នាក់ហ្នឹងវាក៏រត់សម្ដៅមករកពួកគាត់ប៉ុន្តែវារត់មកវាមិនរត់មកទាំងអស់ទេវារត់មកតែ2-3នាក់ទេហើយពេលដែលរត់មកហ្នឹងបានតាសឿនគាត់ឲ្យពូជៀបជាមួយនឹងពូវ័នណាបាញ់និយាយទៅបាញ់រហូតបាញ់កុំឲ្យវាមកតាន់បាញ់កុំឲ្យវាមកតាមយើងប៉ុន្តែអាពេលដែលបាញ់ផាំងហ្នឹងស្រាប់តែពូវ័នដូចថាគាត់នៅក្រោយគេគាត់រត់មិនតាន់គេអញ្ចឹងណាហើយពូវ័នហ្នឹងស្រាប់តែគាត់បាញ់សុកស្រាប់តែគាត់ស្រែកអុយគាត់ស្រែកដោយរបៀបគាត់ត្រូវគ្រាប់ឬក៏គាត់ត្រូវអីម្យ៉ាងគាត់ឈឺមែនតើគាត់ស្រែកឡើងខ្លាំងហើយដល់ពេលគាត់ស្រែកខ្លាំងអញ្ចឹងបានតាសឿនគាត់ស្រែកសួរគាត់ថាថៃបានពូវ័នគាត់ស្រែកគាត់ថាវាខំខ្ញុំពូវ័នស្រែកមកអញ្ចឹងទាំងដែលពូជៀបជាមួយនឹងតាសឿនពេលហ្នឹងគាត់មើលអត់ឃើញទេមើលអត់ឃើញអ្វីដែលខំពូវ័នទេប៉ុន្តែពូវ័នគាត់ស្រែកថាវាខំខ្ញុំហើយដល់ពេលតាសឿនគាត់លឺអញ្ចឹងប៉ុន្តែគាត់មើលអត់ឃើញតាសឿនហ្នឹងគាត់ក៏ស្រែកសួរពូវ័នថាវាខំកន្លែងណាហើយបានពូវ័នគាត់ចង្អុលនៅកន្លែងជើងគាត់ផ្នែកខាងក្រោយអាកន្លែងកផ្លូវក្រោយនេះគាត់ថាវាខំនៅកផ្លូវក្រោយហើយគាត់ស្រែកឈូចាប់មែនតើហើយបងប្អូនដឹងហ៎គ្រាន់តែពូវ័នស្រែកហើយតាសឿនគាត់លូកដៃចូលទៅក្នុងកាបូបរបស់គាត់ហើយគាត់ដកកបិតចេញមកប៉ុន្តែកបិតដែលគាត់ដកហ្នឹងមិនមែនកបិតធម្មតាទេកបិតសិតតែយ័នសិតតែស្អីចាពេញហ្នឹងហើយតាសឿនហ្នឹងគាត់យកអាកបិតមួយហ្នឹង
ទៅចាក់ជើងពវ័ននិយាយទៅសាហាវមែនតើហើយពវ័នណាគ្រាន់តែត្រូវតាសឿនចាក់ជើងហើយពវ័នស្រែកខ្លាំងជាងអាមុននឹងទៀតនិយាយទៅអាមុននឹងស្អីខំមិនដឹងទេឈឺល្មមឯណាប៉ុន្តែតាសឿនចាក់មកក្បិតនឹងហើយឈឺកាន់តែខ្លាំងតែវាបានផលពិតមែនអាពេលដែលតាសឿនយកក្បិតចាក់ជើងគាត់ហ្នឹងណាស្រាប់តែមានសម្ោលខ្មៅដែលជាពួកអាសម្ោលមនុស្សដែលគាត់ឃើញមុនហ្នឹងណាលេងវារត់ចូលទៅក្នុងព្រៃវិញបងប្អូនយល់ឡើងហ្នឹងមែនទេគឺដូចថាមុនហ្នឹងគាត់អត់ឃើញទេអត់មានអ្នកណាឃើញទេប៉ុន្តែពេលដែលតាសឿនចាក់ជ្រិចហើយស្រាប់តែមានសម្ោលមនុស្សខ្មៅម្នាក់វាកំពុងតែតោងជើងពវ័នហើយដល់ពេលវាត្រូវមកក្បិតចឹងទៅវាក៏ប្រឡែងជើងពវ័នហើយវារត់ចូលទៅក្នុងព្រៃវិញទៅហើយតាសឿននេះគ្រាន់តែឃើញអាសម្ោលខ្មៅនឹងវារត់ចូលទៅក្នុងព្រៃវិញតាសឿនគាត់ក៏ដកក្បិតចេញពីជើងពវ័នវិញនិយាយទៅគូឆៅមែនតើចាក់ជ្រិចដកមកឈប់ឈាមហូរច្រូចគូសាហាវមែនតើស្រស់ចឹងហ្មងហើយពូជៀបឃើញចឹងក៏ប្រញាប់យកកណាត់យកអីទៅខ្ទប់ដូចថាកុំឲ្យឈាមវាហូរខ្លាំងពេកហើយសម្រាប់មិនបានយូរទេក៏នាំគ្នារត់ទៅតនិយាយទៅឈប់អត់បានទេហើយពេលហ្នឹងពវ័នគាត់រត់លែងរួចហើយអញ្ចឹងមានតែពូជៀបហ្នឹងដែលគ្រាពវ័នបដើរត់បដើហើយអាពេលដែលរត់ទៅមុខហ្នឹងនិយាយទៅបានតែបន្តិចទេបានតែ10ចំហៀនទៅមុខហ្នឹងស្រាប់តែអាសម្ោលមនុស្សខ្មៅហ្នឹងវារត់មកតាមទៀតនិយាយទៅវាលោតដូចស្វាអញ្ចឹងវាលោតពុបឆ្វេងស្ដាំរហូតតតែតាសឿនហ្នឹងគាត់លូកដៃចូលទៅក្នុងកាបូបគាត់ទៀតនិយាយទៅតាសឿនហ្នឹងក្នុងកាបូបគាត់សុទ្ធតែរបស់ខ្លាំងសុទ្ធតែវត្ថុស័ក្តិសិទ្ធិឲ្យតែថាមានរឿងអីគាត់លូកដៃចូលទៅក្នុងកាបូបហើយលើកហ្នឹងពេលដែលគាត់លូកចូលទៅក្នុងកាបូបហើយគាត់ដកចេញមកវិញស្រាប់តែគាត់ដកចេញមកលើកហ្នឹងវាគឺជារូបចម្លាក់មនុស្សនិយាយទៅអាមុនហ្នឹងកបីអានេះមនុស្សម្ដងហើយគាត់ដកអារូបចម្លាក់មនុស្សហ្នឹងចេញមកគាត់ចាប់ផ្ដើមសូត្រទៀតគាត់សូត្រដាក់នៅមាត់គាត់ហ្នឹងហើយដល់ពេលគាត់សូត្រហើយគាត់ស្រែកទៅអារូបចម្លាក់មួយហ្នឹងគាត់ថាបើហែងកំចាត់ពួកវាបានចេញទៅវិញចាំអញធ្វើពិធីសែនឲ្យហែងទ្វេដងហើយគាត់តាសឿននិយាយហើយគាត់យកអារូបចម្លាក់មួយហ្នឹងគប់ទៅទៀតគប់សម្ដៅទៅរកអាសម្ោលមនុស្សដែលកំពុងតែលោតពេញព្រៃហ្នឹងហើយអាពេលដែលតាសឿនគប់ទៅហ្នឹងអ្វីដែលពូជៀបឃើញគឺគាត់ថាអារូបចម្លាក់ដែលតាសឿនគប់មុនហ្នឹងវាទៅជាធំនិយាយទៅវាទៅជាសម្ោលខ្មៅហើយវាទៅជាមនុស្សដែលខ្ពស់ដែលធំបើនិយាយពីកម្ពស់វិញប្រហែលជា2ម៉ែត្រជាងនិយាយទៅវាធំជាងអាសម្ោលមនុស្សទាំង10នាក់ដែលកំពុងតែលោតក្នុងព្រៃហ្នឹងហើយគ្រាន់តែមនុស្សដែលតាសឿនគប់ទៅមុនហ្នឹងដូចថាវាចេញរូបរាងធំវាចេញពេញលេញហើយស្រាប់តែអាសម្ោលមនុស្សទាំង10ដែលលោតពេញព្រៃហ្នឹងវាលោតទៅតោងអាសម្ោលខ្ពស់មួយហ្នឹងនិយាយទៅវាកំពុងតែឆ្លោះគ្នាវាកំពុងតែវាយគ្នាហើយពេលហ្នឹងពូជៀបក៏អត់យល់ទេថាអ្វីដែលតាសឿនគប់ទៅហ្នឹងជាអីគេប៉ុន្តែតាសឿនគាត់ស្រែកប្រាប់មកហ្មងគាត់ថាមិនបាច់ខ្វល់ទេខ្មោចអញចាំអញប្រើវាឲ្យការពារអញតាសឿនគាត់និយាយទៅប៉ុណ្្នឹងហើយបានតាសឿនគាត់ស្រែកប្រាប់ពូជៀបហើយនឹងពវ័នថាបញ្ញាប់រត់មិនបាច់មើលមិនអីច្រើនទេបានពូជៀបហ្នឹងគាត់បញ្ញាប់រត់ទៅប៉ុន្តែពេលដែលគាត់រត់ហ្នឹងដូចថាគាត់មិនអស់ចិត្តគាត់ត្រូវតែងាកទៅក្រោយមើលហើយពេលដែលគាត់ងាកទៅក្រោយមើលហ្នឹងពូជៀបគាត់ថាគាត់ឃើញអាសម្ោលមនុស្សខ្ពស់ដែលតាសឿនគប់ទៅមុនហ្នឹងវាកំពុងតែដាច់ដៃនិយាយទៅដូចរបៀបវាបាត់បង់អវយវៈម្ដងបន្តិចដូចថាពេលដែលគាត់ឃើញដំបូងអាមនុស្សអស់ហ្នឹងវាពេញលេញមានដៃមានជើងមានស្មាមានខ្លួនមានអីពេញលេញប៉ុន្តែពេលដែលពូសឿនកលែកទៅមើលលើកហ្នឹងស្រាប់តែវាបាក់ដៃមកចំហៀងហើយមើលមកសតុះទៅបាក់ដៃមកចំហៀងទៀតហើយវាបាក់ហ្នឹងបាក់ដោយសារអីបាក់ដោយសារអាសម្ោលខ្មោចអាសម្ោលមនុស្សទាំង10នាក់ដែលវាលោតពេញព្រៃហ្នឹងគឺវាព្យាយាមវាយវាព្យាយាមកាច់វាព្យាយាមខំនិយាយទៅវាកំពុងតែស៊ីវាកំពុងតែធ្វើបាបខ្មោចតាសឿនអញ្ចឹងណាហើយដល់ពេលពូជៀបឃើញអញ្ចឹងអត់មានមើលអីច្រើនទេគឺបញ្ញាប់រត់ដោយសារតែគាត់ដឹងហើយថាអាខ្មោចដែលតាសឿនអញ្ចឹងហ្នឹងគឺទប់មិនបានយូរទេទប់បានតែមួយពេលទេអញ្ចឹង3នាក់គាត់ហ្នឹងក៏បញ្ញាប់រត់ទៅមុខទៅហើយដល់ពេលរត់ទៅមុខមកសតុះបានពវ័នដែលត្រូវតាសឿនចាក់មកក្បាត់ហ្នឹងពវ័នហ្នឹងគាត់រត់សុកគាត់ស្រែកប្រាប់ថាគាត់ទៅលេងរួចហើយគាត់ចង់សម្រាកសិនដូចថាគាត់ហូរឈាមច្រើនពេកគាត់ឈឺជើងពេកអញ្ចឹងណាហើយបានតាសឿនគាត់ប្រាប់ពូជៀបឲ្យសម្រាកទៅប៉ុន្តែអាពេលដែលសម្រាកហ្នឹងតាសឿនគាត់ដកស្អីម្យ៉ាងចេញមកទៀតដកចេញពីកាបូបរបស់គាត់ហ្នឹងហើយគាត់សូត្រគាត់ធ្វើពិធីគាត់ធ្វើនេះធ្វើនោះរបស់គាត់អញ្ចឹងទៅហើយបានគាត់យកអាអ្វីដែលគាត់ធ្វើហ្នឹងគប់ឡើងទៅលើហើយពេលដែលគាត់គប់ឡើងទៅលើវាអត់ធ្លាក់មកក្រោមទេវាទៅនៅលើដើមឈើវាជាប់នៅលើមែកឈើហ្នឹងហ្មងហើយបានតាសឿនគាត់ស្រែកឲ្យពូជៀបលើកពវ័នរត់ទៅមុខទៀតនិយាយទៅឈប់អត់បានយូរទេតែឈប់យូរហ្នឹងអាសម្ោខ្មោចអីទាំងប្រមាណហ្នឹងរត់មកទៀតឡើយអញ្ចឹងមានតែបញ្ញាប់មានតែទ្រាំរត់ទៅមុខហើយតាសឿនហ្នឹងរត់បដើគាត់ស្រែកប្រាប់ពវ័នបដើគាត់ថាទ្រាំតិចទៅ
ติดติดพอดเลยติดติดพอดเลยไอ้ปูวันไปน้องกอดหลังสเลกยัยตัวชิมโฮเฉินไปจ้ะเราไปจังตื้อสเปียบกอดบางบนสมัยเมื่อตื้อกูเวทแต่นี้มันได้นะแต่ก็ถอมจังถอมรถตะมกมาสตูบานใบเนี่ยกอดนะtừ chuột nắng lục ta mà nè đại lục ta mà nè nóng mà đăng chia bị nã kia thì con tái sập hiệp đại bù chiếp cọt khơi nhá cứ lục ta mà nè nóng ạ liệt khao xó hay ai sò với tới đôi là biết nè cancer nè tăng sơ nó không prey phun nhớ nè cứ là biết chẳng mỏng hay lục ta mà nè nóng á prap ao bay nè cọt đào từ phơi mùi nu đôi ta cọt lược đầy chừng ó lá hay cọt hẹp chẳng ạ đào từ nu rốt từ nu hay bàn ta xương cho mỗi nâng bù chiếp bù ván nắng phải nháp rốt từ phơi đại ta nông chừng ó từ con ta bay nè có đó về để rốt tơ á cứ ăn ngất chân cứ rốt đời mình đăng thà phơi nâng từ na từ nay vậy tới bay nó cứ về nha hay con mình toàn đăng đây tha ta môn nâng á chia pina cái chia mình nước lo rồi con mình nước hạt đó ấy toàn đăng thì vậy tới bay nó cứ chưa sao nữa nè rốt tơ sần rốt là hốt từ đó đầm bón mùi nâng mình sơ chỉ miếng đam chơi tròn thì hay vì chia đầm bón đại đôi hiện vi á hay nó lại đầm bón nâng á bù chiếp cọt thá cọt từ khơi tơ mùi tôm tụt môi mà đăng chia pina mà phơi nó nắng thì hay bay nạ cót khơi tôm môi nắng á admin cất du thế co phải nháp non phủ quán trâu từ sầm rạ nó không tôm nắng sần vậy tới trâu từ sầm rạ sân á chầm phật lang chầm cất tiệt chẳng á con tái pu chiếp cọt thà với đã bay nạ cọt trâu từ không tôm môi nắng á hay bật phía bật bội bật ấy chết ở hói sắp tới pu quan côi nó không tôm nắng á ban mình đó cả lá mau thì sắp tới cọt lư sầm lén lục ta đại sliệt chốt xò môn nắng á lư sầm lấy lục ta nó ngã xoay hay sầm lấy lục ta để phụ quạt lư nó ngã tu lư khăng mà tên lư lằng tô pin prey á lư đôi là biết lục ta mà nè nó nặng micro sể chứ cứ lư mà tên hay sầm lấy lục ta để xử chốt xò nó ngã quạt sể ta chốt pu ảnh chốt bao pu ảnh mình chốt thế pu ảnh đừng lên ban tranh mau thiệt thôi nó ngã cứ chờ vậy đấy lục ta xử chốt xò xoay hay phụ quạt ắt khơi thế bàn tay phụ quạt chăm sầm lấy nhở một nâng lục ta sẽ chốt gió mình sẽ chừng ao lời bộ quạt chẳng bộ quạt chăm sầm lế nhá ta ban khởi thì tái bộ chiếp quạt thà pe đại sầm lế lục ta mà nè nông sài hào nhá sắp tập bộ quạt lú sầm lế mà nút trao mình tên vì sài pin nó không prey nữa ạ hay vì sài nó đôi là biết sài chịu chập nè vì sài đôi là biết cái đau cả hai vì không vì mình chết á với sợi pin phơi sợi lằng phơi sợi bỏ mình tên nó pe nó á tại ta sướng quạt thà bộ chiếp nó ngã thà nơi scheme đôi là việc tha ta xương cọt đằng á bàn tay cọt mình toàn prap ai bù chiếp nâng ban thầm ta ngol tới tha sầm lê ấy chạy ta ngol không chật sẵn á ai bảo bù vón bánh bánh vậy thì cứ sằng ngâm kinh sả lắp bát nâng á một lần slay nó không tàu nâng á ai bù cọt tha sầm lê mà nó đại strike đôi là việc mà nó chưa chạm một nâng á strike và hai chỉ ở bấy tờ bồn này tí có khúc dáng việc ngắt tờ vần tờ ai bàn bù cọt sằng ngâm nó không tàu nâng á là hốt to ta mấy plư ai bàn pe mấy phứ ta xương quạt chập đam từ rồi năm rồi ni rồi đâu đại ai do màu chia ba của bọn bà á để ta còn rồi năm thò mà chia chứng là do một bọc do mặt cân dân tới ai còn do năm nữa một bật nơi cái lấy một là búa bao bù bọn ai đọc bật mà sợ tu tới bàn bù bọn còn đằng khôn máu bàn bay nè còn nữa chập đám phơi đầm não tranh bị prey ai phơi đầm não từ bốn bù chiếp quạt tha trong bệnh phơi tiệt chỉ tới ta xương quạt chi diêm đào rồi phơi á bị vô pe nó con đăng thì thà bộ con nơi nào chẳng ban ta thẩm đào rồi tại có sầm nang đấy nè để đào rồi mà mong bị màu chẳng tới bạn ta sướng con ta khơi phơi môi để chỉ phơi để con thọp đào bị môn mau con thọp show prey rồi tham rồi ấy chẳng nè chẳng bạn pe nó bộ con miền sừng khầm thao rồi phơi khơi hào hay bay nè con nó có phơi đầm não tranh bị không prey nó mà chỗ không phồng vịnh còn đất phơi đầm não dú nè phơi đầm não tăng bị prắc tăng bị rasiel nó tụi món ta mà đo phun mà đo theo vĩnh cứ dục bạt hỏi hay còn đặt phơi đầm nào châu phun vĩnh từ đó theo ta sướng bàn ta sướng nó cọt chập đào do tham do ấy bao cọt ta thành thiệt do một bật nơi một là bộ bao bù vón á vậy tới smart tao nào vốn bù vón á bảo du chưa nâng tích tiết á bù vón ai nâng snap cả thà bàn bị bù chiếp cọt tha một bù vón pe nông á lằng slate một lằng đôi mà nó chim chứ nè lằng slate lằng so hay trường con này lằng hao hà cái lạnh một là bố ha lằng stick lằng với tôi mưa tôi cùi khai mình tên tại sầm nang nó đại ban ta xưa nó cọt chui tăng bị nơi không prey màu mày chẳng tới đôi thao vì ai tục bà á hay đập bên mà đo tia tới ta xưa cọt miền nam cọt miền opco miền ấy cục quán cọt có chui và thèm từ con tái bông bồn là nghề bù chiếp á cọt tha một là bùa bao bù vón đó ạ p đại ta xưa có bông ta chuối vì còn ta mơ tới vì cùi khai vì
lùi vì hại vì ấy chứ nè còn tay bù chia quạt thà xẹp ta sai lại á cái lại một cái bộ bao bù vón nữa á xẹp ta viết đọc sạch với tôi viết đọc sạch tranh máu lần mặt đốm á với đôi lạc nè hai chứ á còn tay còn là thao vì hai khăng vì hai tôi chỉ đọc sạch á nhưng bạn vậy thế đâu vì đôi chỉ mặt đông viết đâu tranh máu bị trường khang khỏi bao quạt á vì đọc sạch tranh máu mặt đông chẳng mỏng hay ta xương quạt khơi chứ á quạt thà chỉ ba lọt bàn thì mình ta cắt chảo cắt sạch mà đông nữa sạch mà đông để đầu nữa bảo mình cắt chào thế về anh đừng miên pa nhà ha về anh đừng cố thằng nạn đi cố thằng nạn nu anh đừng passport đó chỉ vớt ấy chân thôi vậy tức ta xương quạt mình chỉ crupe khang bị chia xa thế đập về chân tức quạt phở bị nừng quạt ta bảo mình cắt thế phải dặn miên pa nhà hà hay bụng vón quạt lưng trắng quạt có ai ta xương cắt chành từ hãy cắt xóa màu nguồn cứ chia mà đông nâng trao màu mà đông để đổ màu nữa hay đập về ta xương quạt chia chành màu hói quạt vô tham vô ấy bao quạt nữa tham bồ ran bao quạt nữa vô một bật nơi cặp lơ bao bù quán nữa hãy sạp ta mà ngay pi ngay khỏi cái lại một cái bao bù quán nữa vì lên đọc sạch mà lơ hỏi còn tới việc thốt cho ta không quỳnh với tôi việc khôn cho ta không cái bù quán có tha có hiện còn bà có đôi tha quạt mình sơ chư ấy đôi một hãy đọc về chúng tôi quạt cọp phổm ai ta xưa nữa chia ba quạt tử hay chia ba lần mà tất tầm món tại bù quán nữa quạt ai đào vinh bàn mình đã mua được bao cốt cứ nơi tại chư nơi tại mình toàn chia mà rồi phía đó nè tại còn là thằng đào bàn p đã bù quan cốt thu bao cốt tập từ theo vĩnh p nó bàn ta xưa nè cốt bù chip cốt tha cốt trong bù chip trâu từ khung đấy đàm bấy vô và thổ xạ sật bao con mau vĩnh và thổ xạ sật đại cốt vô từ cục nơi khung đấy rồi từ bốn lái cốt mình cục cả bấy mấy này cả bấy để phơi bị chư phơi bị ấy khmai nữa hay lược tí pí cốt mình cục ở ruột chầm lạ mà đâu nó ta xưa là lớn nó cốt trong của bố bù chiếp trôi từ gió vật thổ xa sật tầng ở nâng bình vậy tôi cốt trong gió mà phở ca tỏ hay bù chiếp từ bốn lái cốt lư trắng cốt mình hiên trôi thế đời xa thọp miên bọt vì sao đó nó với chân tới mày hiên tử tại ta xưa cốt tham mình ấy thì dương tranh tơ bị là ngặt tơ á dương tranh tơ bà hai chỉ mong 7-40 nữa hay từ mòn tại dương phơi đầm nào từ đó ti tăng đại cao hai nóng vì có đó bà hai chỉ pê là xì đài chứng pê là xí việc miên hưởng ấy cả làng thì hay bù chiếp cọt lư trắng cọt cổ ok á cọt phồng tới chỉ mùi nắng ta xưa từ hay bàn pi nè cọt phơi đầm nào chỗ ta không pray nữa phơi đầm nào là hốt ta đó cả lạnh cọt hạt bàn ta xướn cọt đào rô và thổ xa sật bọc cọt từ để sao tại pê để cao hạt cứ cọt cục từ tầng dục đập phi chứng tới ớt trăm thì ta cục từ cả lại na cục nơi đầm bon na chứng miên ta đào rô hay bù chiếp á cọt tha pê để cọt đào rô chỉ mùi nắng ta xươn ta bổn á rô dằng ná còn rô mình khơi này cứ đa tụi mình tụi máu nơi tụi khơi còn tái pê để rô mình khơi nữa á sạp tay ta sườn quạt sài quạt tha con bà xin chỉ trong mà nơi chỉ mũi ơi to tiết á còn anh mà họ ơi mau ta sườn con vậy mà clear nữa á hay cả lon pi nữa á bà hai chỉ mà này tí tới pi này tí thì sạp ta quạt khơi rút chùm lá on nữa á vít lẹ pi lơ đam chơi máu còn ta vít lẹ pi chùm ngày hay phụ quạt có đau từ mưa là vậy để lẹ một nữa á để đập từ đó cứ khơi bật mền với tất cả lấy nâng bù chiếp quạt ngon mình thế nè quạt ngon tha hai đấy là bỏ thằng ngon nữa vít lẹ pi lơ đàm chờ màu đang đài giúp nó bù sướng quạt cục tới cái bẫy mùi nắng cư viên ở đây thì tái khoản tại bù sương sẽ mà clear môn nắng sắp ta cái bẫy nắng vít lẹ pi lơ đàm chờ đâu phải chân tới mình đang vậy thăm vậy chứ tại có bộ quạt thằng pi nè nắng đau sầm đau từ mưa tới cứ khơi bật mền còn tái pi để quạt ro khơi nhá rút cái bẫy để quạt cục tới nữa từ bốn lái cứ quạt cục tới tầng mùl rút riêng pin lình còn ta lấy nữa pe để quạt ro khơi nhá rút cái bẫy mùi nắng về tới chị bạ trương về tới chị bạ co bạ snang với tôi việc khôi khá đó việc bạn đi bạn luôn làm tích ti ở lình tại bù xưa nó còn nơi từ do mau chẳng do bồng này đã bạ bay tầng ở nữa do mà tục không có bộ bọc con máu hay bàn quạt từ đó rút chùm lại mà nư mà đòn hay đọcไปกดดาวรมาสตูtới có từ khơi rút chấm lại mà nung nâng cứ đôi nâng cả bảy môn nâng chẳng bạ đây bạ trương bạ co với tôi việc khôi kha tầng hay đọcไปbù chia á quạt khơi rút chấm lại tầng nâng bạ đây bạ trương tới bàn quạt nực từ đó rút hiệp để quạt khơi nơi dục mùi nông bóng 430 đấy pe đại ta xương quạt vô cả bảy cục từ đó sầm máu mà nước tầng đọc nóng mồi tầng đọc nóng pe để cục từ từ 4 cả bảy nóng viên mình đánh chul bọc phở snai thẹt phong ấy phong hay đọc chul mà tu tới bộ thằng đọc nè nó vì mình chi diêm máu khăm cả bởi vinh biết chi diêm cách đây cách trường cách snai cách ấy giống nè chứ rút chấm lại cả bởi đại ta xương tờ rơ môn nó
វាបាក់ដៃបាក់ជើងបាក់អីខ្ទេចខ្ទីហ្នឹងគឺវាដូចជារូបភាពដែលពូជាបឃើញនៅយប់ហ្នឹងអញ្ចឹងហើយដល់ពេលអញ្ចឹងទៅគាត់គិតថាអូប្រហែលជាក្របីទាំងអស់ហ្នឹងវារបួសវាដូចថាវាតស៊ូមិនរួចដល់ពេលអញ្ចឹងទៅអាខ្មោចទាំងអស់ហ្នឹងវាកាច់ដៃកាច់ជើងអញ្ចឹងទៅអញ្ចឹងអារូបចម្លាក់ក្របីមួយហ្នឹងវាក៏បាក់បែកដូចគ្នានិយាយទៅវាត្រូវរបួសអីរូបចម្លាក់មួយហ្នឹងគឺបាក់បែកតាមអ្វីដែលវាត្រូវរបួសអញ្ចឹងហើយសំបីតារូបចម្លាក់មនុស្សហ្នឹងក៏ដូចគ្នាពេលតាសឿនគប់ទៅគឺចេញមនុស្សធំខ្ពស់ហើយវាយជាមួយនឹងអាសមោលទាំង10ហ្នឹងណាប៉ុន្តែវាយមកសតុអាសមោលទាំង10ហ្នឹងវាព្យាយាមខំវាព្យាយាមកាច់ដៃកាច់ជើងហើយដល់ពេលឥឡូវនេះមករើសរូបចម្លាក់អារូបចម្លាក់មនុស្សមួយហ្នឹងគឺបាក់ដៃបាក់ជើងដូចគ្នាអញ្ចឹងទៅឃើញដូចអ្វីដែលពូជាបឃើញហេតុការណ៍នៅយប់ហ្នឹងអញ្ចឹងហើយដល់ពេលអញ្ចឹងទៅរៀងព្រឺសបល់ដែរណាតែតាសឿនគាត់ថាមិនអីទេចាំគាត់ប្រមូលរបស់ទាំងអស់ហ្នឹងយកទៅធ្វើពិធីឡើងវិញហើយគាត់នឹងធ្វើរូបចម្លាក់ថ្មីដោយយកអាបំណែកដែលបាក់បែកទាំងអស់ហ្នឹងយកទៅផ្គុំជាមួយនិយាយទៅយកទៅរៀបរៀងឡើងវិញឲ្យវាទៅជារបស់មួយដែលថ្មីវិញអញ្ចឹងណាហើយបាន2នាក់គាត់ធ្វើដំណើរចេញពីក្នុងព្រៃនឹងវិញមកប៉ុន្តែអំឡុងពេលដែលធ្វើដំណើរចេញពីព្រៃពេលរសៀលហ្នឹងបានពូជាបគាត់សួរតាសឿនគាត់សួរថាអាហេតុការទាំងអស់ដែលពួកគាត់ជួបនៅយប់មួយហ្នឹងវាគឺជាអីគេហើយអាសមោលមនុស្សដែលចិត្ត10នាក់នៅក្នុងព្រៃលោតផងវាផងហ្នឹងអាទាំងអស់ហ្នឹងវាគឺជាអីគេបានតាសឿនគាត់ប្រាប់ទៅថាអាសមោលមនុស្សដែលពួកគាត់ឃើញទាំងប្រមាណហ្នឹងរត់ផងវាផងលូនផងអីហ្នឹងអាទាំងអស់ហ្នឹងវាគឺជាខ្មោចព្រៃវាគឺជាវិញ្ញាណខ្មោចដែលស្លាប់នៅក្នុងព្រៃប៉ុន្តែវិញ្ញាណទាំងអស់ហ្នឹងវាគឺជាប្រភេទវិញ្ញាណចងអាឃាតវាមិនមែនវិញ្ញាណធម្មតាទេពីព្រោះអ្នកដែលស្លាប់នៅក្នុងព្រៃបងប្អូនដឹងហើយវាមិនមែនសុកចូលមកស្លាប់ក្នុងព្រៃទេមែនទេគេច្រើនអ្នកដែលស្លាប់នៅក្នុងព្រៃគឺស្លាប់ដោយសារគេសម្លាប់ឬក៏មនុស្សស្រីវិញអាចនឹងត្រូវគេរំលោភសម្លាប់នៅក្នុងព្រៃអញ្ចឹងណានិយាយទៅវិញ្ញាណនៅក្នុងព្រៃគឺជាប្រភេទវិញ្ញាណមួយដែលសាហាវខូខើហើយក៏ជាវិញ្ញាណដែលចងអាឃាតហើយវិញ្ញាណទាំងអស់ហ្នឹងគឺគាត់មិនអាចចេញពីព្រៃបានទេដោយសារតែនៅក្នុងព្រៃគឺមានម្ចាស់ព្រៃម្ចាស់ភ្នំអញ្ចឹងវិញ្ញាណទាំងអស់ហ្នឹងពេលដែលគាត់ស្លាប់ហើយគាត់មិននៅកន្លែងហ្នឹងហើយដល់ពេលគាត់នៅកន្លែងហ្នឹងបានគាត់នៅជុំគ្នាហ្នឹងហើយដល់ពេលមានរឿងអីឃើញហ៎មកទាំងវងនិយាយទៅគួរខ្លាចមែនតើគាត់តែសម័យឃើញរូបភាពតែតាសឿនគាត់ថាអាវិញ្ញាណខ្មោចព្រៃទាំងអស់ហ្នឹងវាបានតែលេងជាមួយនឹងមនុស្សធម្មតាទេកម្រិតដូចតាសឿនឬក៏អ្នកដែលគេមានមន្តអាគមគេចេះវិធីការពារខ្លួនរបស់គេគឺវិញ្ញាណខ្មោចទាំងអស់ហ្នឹងធ្វើអត់បានទេដោយតាសឿនជាដើមគាត់ថាគាត់មករកឆ្នាំរកអីហ្នឹងនៅក្នុងព្រៃជ្រៅតំបន់កន្លែងហ្នឹងគាត់មករកតែញយហើយគាត់ក៏ធ្លាប់ឃើញខ្មោចព្រៃទាំងអស់ហ្នឹងដែរប៉ុន្តែពួកអស់ហ្នឹងអត់ដែលហ៊ានមកធ្វើអីតាសឿនទេដោយសារតាសឿនគាត់មានវត្ថុស័ក្តិសិទ្ធិរបស់គាត់ពេញកាបូបដល់ពេលអញ្ចឹងទៅអត់មានអ្នកណាហ៊ានមកទេប៉ុន្តែលើកហ្នឹងគាត់មកជាមួយនឹងពូជាបជាមួយនឹងពូវ័នហើយពូវ័នគាត់បានធ្វើទង្វើមិនគប្បីទៀតដូចអាកន្លែងដែលពូវ័នគាត់ទៅបត់ជើងតូចហើយពូវ័នគាត់ឃើញស្អីអង្គើនៅគុំព្រៃគាត់មិនយកកាភ្លើងបាញ់មកគ្រាប់ហើយគាត់បាញ់ហ្នឹងគាត់បាញ់ទៅលើមេឃទេប៉ុន្តែវាធ្វើឲ្យគេប្រកាន់ហើយដល់ពេលគេប្រកាន់អញ្ចឹងទៅគេក៏ចង់មកយកពូវ័នហ្នឹងឲ្យបាននិយាយទៅរឿងគ្រប់យ៉ាងកើតឡើងដោយសារតែពូវ័នបើពូវ័នមិនបាញ់ទេគ្មានខ្មោចណាហ៊ានមកអញញ៉ៃពួកគាត់ទេដោយសារតែពួកនឹងវាដឹងថាតាសឿនមិនធម្មតាអញ្ចឹងណាតែដោយសារតែពូវ័នហ្នឹងបានធ្វើឲ្យមានរឿងកើតឡើងហ្នឹងតែសំណាងដែលតាសឿនគាត់នៅហ្នឹងហើយតាសឿនគាត់ជួយទៅប៉ុន្តែការជួយរបស់តាសឿនហ្នឹងដូចខ្ញុំនិយាយមកអញ្ចឹងតាសឿនបានតែត្រឹមពជាពេលទេតាសឿនគាត់គប់អាកបីមន្តអាគមរបស់គាត់គាត់គប់ទៅពជាពេលបានប្រហែលជា5ទៅ10នាទីទៅអាកបីហ្នឹងដូចថាវាតស៊ូមិនឈ្នះពួកអាខ្មោចព្រៃទាំងអស់ហ្នឹងហើយដល់ពេលកបីហ្នឹងវាបាក់ដៃបាក់ជើងអស់ទៅបានអាខ្មោចហ្នឹងវារត់មកតាមពួកគាត់ទៀតហើយបានតាសឿនហ្នឹងគប់ខ្មោចទៅមួយទៀតអាខ្មោចដែលគាត់ចិញ្ចឹមខ្មោចដែលឆ្លងកាត់ការធ្វើពិធីជាច្រើនហើយខ្មោចហ្នឹងក៏ទប់ជាមួយនឹងខ្មោចព្រៃហ្នឹងបានតែមកសតុះទៀតនិយាយទៅបានតែត្រឹមពជាពេលឲ្យ3នាក់គាត់រត់តែសំណាងដែល3នាក់គាត់ហ្នឹងរត់ទៅជួបនឹងលោកតាដែលស្លៀកឈុតសហើយលោកតាដែលស្លៀកឈុតសហ្នឹងបងប្អូននឹងណាគេអត់គឺតាសឿនគាត់ប្រាប់ពេលក្រោយគាត់ថាលោកតាដែលស្លៀកឈុតសដែលពួកគាត់ជួបនៅយប់មួយហ្នឹងលោកតាម្នាក់ហ្នឹងគឺជាម្ចាស់ព្រៃហើយលោកតាម្នាក់ហ្នឹងគាត់បង្ហាញខ្លួនដើម្បីជួយពួកគាត់ហ្នឹងហើយមកចង្អុលផ្លូវឲ្យពួកគាត់រត់ទាំងប្រមាណហ្នឹងគឺលោកតាហ្នឹងជាម្ចាស់ព្រៃហើយសួរថាហេតុអីតាសឿនដឹងថាលោកតាម្នាក់ហ្នឹងគឺជាម្ចាស់ព្រៃគឺដោយសារតែតាសឿននេះគាត់អធិដ្ឋានគាត់បន់ស្រន់
ហើយគាត់យកវត្ថុស័ក្តិសិទ្ធិរបស់គាត់នេះគប់ទៅលើដើមឈើហើយយប់មួយហ្នឹងពេលដែលគាត់គប់ទៅវាមិនជាប់នៅលើដើមឈើហ្នឹងអាការគប់អាការសោតការធ្វើពិធីពេលហ្នឹងគឺគាត់កំពុងតែអធិដ្ឋានហៅម្ចាស់ព្រៃម្ចាស់ភ្នំឲ្យមកជួយអាហ្នឹងគឺពិធីរបស់តាសឿនប៉ុន្តែគាត់អត់ប្រាប់ពូជាទេនៅយប់ហ្នឹងគាត់ទៅតែមកប្រាប់ឥឡូវហ្នឹងថាអូលោកតាម្នាក់ដែលស្លៀកឈុតសហ្នឹងគឺជាម្ចាស់ព្រៃហើយពេលដែលជួបលោកតាម្ចាស់ព្រៃហើយលោកតាមិនចង្អុលផ្លូវឲ្យពួកគាត់រត់ហើយពួកគាត់ក៏រត់តាមផ្លូវដែលលោកតាចង្អុលហ្នឹងទៅហើយពេលដែលពួកគាត់រត់ទៅឃើញខ្ទមមួយពួកគាត់3នាក់មិនចូលទៅសម្រាកនៅក្នុងខ្ទមអាពេលចូលទៅសម្រាកហ្នឹងពួកគាត់មិនឮសំឡេងលោកតាដែលស្លៀកឈុតសហ្នឹងគាត់ស្រែកមែនទេគាត់ស្រែកថាពួកឯងឈប់បើពួកឯងមិនឈប់ទេថ្ងៃក្រោយពួកឯងលែងបានចាញ់មកទៀតហើយគឺអាពាក្យមួយឃ្លាហ្នឹងមានន័យថាលោកតាស្លៀកឈុតសម្នាក់ហ្នឹងគាត់គឺជាអ្នកគ្រប់គ្រងវិញ្ញាណខ្មោចនៅក្នុងព្រៃទាំងអស់ហ្នឹងហើយដល់ពេលអញ្ចឹងទៅលោកតាដូចថាគាត់ប្រមានណាគាត់ថាបើពួកឯងចេញមកលងគេចេញមកធ្វើបាបគេទៀតអញនឹងឃុំឃាំងពួកឯងអញនឹងមិនឲ្យពួកឯងចេញមកមានសេរីភាពអីចឹងណាហើយគ្រាន់តែលោកតាដែលជាម្ចាស់ព្រៃនឹងស្រែកមួយម៉ាត់នឹងហើយស្រាប់តែលូសំឡេងមនុស្សស្រែកបែបឈឺចាប់បែបដូចរបៀបមនុស្សខឹងមនុស្សអីចឹងណាស្រែកផ្អើពេញព្រៃគឺដោយសារអញ្ចឹងដោយសារតែពួកវាខ្លាចម្ចាស់ព្រៃស្រែកពមៀនប៉ុណ្ណឹងឯងមិនខ្លាចទៀតទៅចម្លែកមែនទេអញ្ចឹងបានដូចថា3នាក់គាត់សំណាងដែលបានទៅជួបលោកតាម្ចាស់ព្រៃបើមិនបានជួបទេមិនដឹងជាមានរឿងអីកើតឡើងទេហើយទាំងអស់ហ្នឹងគឺជារឿងរ៉ាវដែលពូជាពូវ័នហើយជាមួយនឹងតាសឿនដែលគាត់បានជួបពេលដែលគាត់ចូលទៅក្នុងព្រៃជ្រៅដើម្បីរកថ្នាំបុរាណនិយាយទៅរឿងមួយនេះសាហាវមែនទែនហើយរឿងមួយនេះវាអាចនឹងពិបាកជឿបន្តិចសម្រាប់យើងអ្នកស្ដាប់ដោយរបៀបថាអូសិតតែមុនអាគមគប់ទៅសិតតែចេញកបីសិតតែចេញខ្មោចចេញអីចឹងណានិយាយទៅយើងអ្នកស្ដាប់នេះអាចនឹងពិបាកជឿអាចនឹងមិនគួរឲ្យជឿប៉ុន្តែបងប្អូនទៅសើចមើលទៅដឹងហើយថាអាមុនអាគមទាំងអស់ហ្នឹងគឺអ្នកដែលរៀនមុនអាគមគឺគេមានពិតមែនអារឿងកបីមុនអាគមអារឿងការចិញ្ចឹមខ្មោចចិញ្ចឹមអីដើម្បីទុកការពារខ្លួនហ្នឹងគឺវាមានពិតមែនបងប្អូនសាកទៅសើចមើលទៅដឹងហើយតែគ្រាន់តែថាសម័យនេះមិនដឹងជានៅមានអត់ទេណាតែបើសម័យមុនអីគឺមានអញ្ចឹងហើយយើងជាក្មេងសម័យថ្មីអាចនឹងស្ដាប់ទៅពិបាកជឿឬក៏ស្ដាប់ទៅដោយរបៀបនៅក្នុងរឿងដោយរបៀបនៅក្នុងកុនអីចឹងណាតែបងប្អូនត្រូវដឹងថារឿងកុនពេលខ្លះគឺគេយករឿងពិតហ្នឹងមកនិពន្ធគេនិពន្ធដោយដកស្រង់ចេញពីរឿងពិតមកអញ្ចឹងពេលខ្លះវាក៏អាចជាការពិតដែរមែនទេតែដូចខ្ញុំធ្លាប់និយាយច្រើនដងអញ្ចឹងថាបើជឿមិនជឿស្ដាប់កំសាន្តយើងស្ដាប់លំហែអញ្ចឹងទៅពិតមិនពិតអីយើងទុកម្ដុំយើងគ្រាន់តែស្ដាប់កំដរអារម្មណ៍អញ្ចឹងណាអូខេអញ្ចឹងរឿងរ៉ាវរបស់ពូជាបមានតែប៉ុណ្្នឹងទេហើយបច្ចុប្បន្នពូជាបគាត់ក៏លែងនៅតំបន់មួយនោះហើយនិយាយទៅដូចថាតំបន់ដែលគាត់នៅពីមុនហ្នឹងវាលែងដូចមុនណាវាទៅជាតំបន់ដែលគេអភិវឌ្ឍវាទៅជាតំបន់ដែលមានមនុស្សមានអីចូលមករស់នៅច្រើនអញ្ចឹងអារឿងខ្មោចរឿងអីហ្នឹងមកដល់បច្ចុប្បន្នក៏ពូជាបគាត់មិនដឹងដែរថានៅមានដូចពីមុនអត់ឬមួយក៏វាបាត់អស់ហើយឬមួយក៏មិនអានេះពូជាបគាត់អត់ដឹងទេហើយទាំងអស់នេះគឺជារឿងរ៉ាវរបស់គាត់ហើយអរគុណច្រើនសម្រាប់បងប្អូនដែលចំណាយពេលដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយ